Chà, việc cần lướt muối chấm nôn thả bị chỉ liếm pro mát đá rọt khởi ưu tí hó xôn chạch pram chia chấm nôn tu sụp hiện vì đỏ thả bị chỉ kì giả sáp phơ ái thói trò ưu tí hó ngày ní dương riêng vị thị đỏ chấm nôn tu sụp hiện bấy chấm nọt thả bị chỉ liếm snam đáy chọt ưu tí hó nấu phao đỏ chấm nôn tu sụp hiện trâu miên chấm nọt chọt buồn thèm nè bị chỉ cái giá sáp bánh trâu ao tràn lần ưu tí hó họ đọ chấm nôn tu sụp hiện đài này tu sụp hiện miền chấm nôn tống mình smart ní dương trâu thèm sồn prem xó xế nè bị chỉ cái giá sáp cung viết ao đất chia ạ xó rừ lệ ưu tí hó bô ná xó xế chấm nôn tu sụp hiện xôn chạch prem đọ cho bùi năng xôn chạch bì chà trong một top bây giờ sạc sạc bị cái lưỡi ruồi này có comment chia lồng hát ăn vótคนต่างគ្នាណាដើម្បីអនុវត្តបានទាំងអស់គ្នាតោះចឹងលំហាត់អនុវត្តករណីផលដកខាងក្រោមតាមជំហានឲ្យបានត្រឹមត្រូវចឹងអ្នកគ្រូមានចំនួន4លំហាត់ណាចាក598.06ដកនឹង75.12ខ624.71ដក125.09ក876.53ដក562.08ខ285.91ដក240.9អញ្ចឹងនេះប្រមាណវិធីណាអញ្ចឹងទាំងអស់គ្នាមកធ្វើលំហាត់អនុវត្តជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងចំណុចកគឺអ្នកគ្រូរាយបានបែបនេះណាផ្នែកទស្សនវិជ្ជាវាមានពីខ្ទង់ស្មើគ្នាអញ្ចឹងយើងសរសេរបានរបៀបនេះសរសេរដាក់ចំណុចចុចធ្វើម៉េចឲ្យត្រង់ពីលើចុះក្រោមចាអញ្ចឹងយើងមើលផ្នែកទស្សនវិជ្ជាវាអត់មានខ្វះអីទេណាអត់មានខ្វះចំនួនខ្ទង់ខ្វះអីទេអញ្ចឹងវាមានចំនួនខ្ទង់ស្មើគ្នាហើយយើងធ្វើប្រមាណវិធីដកយកតែម្ដងចាអញ្ចឹង6ដក2ស្មើ4 0ដក1បានអត់ទេត្រូវអត់ព្រោះ0គឺជា1ចាអញ្ចឹងគឺយើងធ្វើការខ្ចីពីលេខ8ចឹងលេខ8នៅសល់7ហើយលេខ0ឡើងទៅជា10អញ្ចឹង10ដក1នៅសល់9ចាបន្តមកទៀត7ដក5នៅសល់2 9ដក7នៅសល់2ដូចគ្នាចាលេខ5យើងអត់មានលេខដកទេអញ្ចឹងវាទម្លាក់ឲ្យចុះក្រោមមកចាអញ្ចឹងតាមបញ្ញត្តិរបស់យើងមិញណាបន្ទាប់ពីយើងធ្វើវគ្គវិធីដកហើយគឺយើងកុំភ្លេចដាក់ចំណុចទស្សភាគនៅចំឡើយចាអញ្ចឹងរួចអក្សរកយើងចូលអក្សរខចាអក្សរខគឺចំនួនខ្ទង់របស់វាទាំងផ្នែកគុតផ្នែកទស្សភាគគឺស្មើគ្នាតែម្ដងអញ្ចឹងយើងធ្វើការដកយកមកចា1ដក9អត់បានទេអញ្ចឹងយើងត្រូវខ្ចីពីលេខ7សល់6ឡើងទៅជា10 11ចាអញ្ចឹង11ដក9នៅសល់ប៉ុន្មានចាសល់2 6ដក0សល់6 4ដក5អត់បានទេគឺយើងត្រូវធ្វើការខ្ចីពីលេខ2អញ្ចឹងលេខ2នៅសល់1បន្ទាប់មកលេខ4ឡើងទៅជា10 14ចាអញ្ចឹង14ដក5នៅសល់9ចឹង1ដក2បានអត់ចាអត់បានទេយើងខ្ចីពីលេខ6ចឹងសល់5នេះឡើងទៅជា10 11ចា11ដក2នៅសល់9ដូចគ្នាចឹង5ដក1នៅសល់4បន្តមកគឺយើងត្រូវដាក់ចំណុចចុចនៅចម្លើយលំហាត់កក៏ឃើញថាមានចំនួនខ្ទង់ទាំងអស់ស្មើគ្នាដែរអញ្ចឹងធ្វើការដកយកដូចគ្នាចា3 18អត់បានទេគឺយើងខ្ចីពីលេខ5ចានៅសល់ឡើងទៅជា10 13អញ្ចឹង13 18នៅសល់5 4ដក0នៅសល់4 6ដក2នៅសល់4ដូចគ្នាចា7ដក6នៅសល់1 8ដក5នៅសល់3ចាបន្តមកគឺចំណុចចុចចានៅផ្នែកនៅអក្សរខចុងក្រោយគេជាងយើងពិនិត្យមើលអក្សរខ
ផ្នែកកុដមាន3ខ្ទង់ដូចគ្នាដោយឡែកផ្នែកទុសភាគគឺមានចានៅខ្ទង់ទី1គឺមាន2ខ្ទង់ប៉ុន្តែខ្ទង់ទី2មានតែ1ខ្ទង់ទេអញ្ចឹងកូនទាំងអស់គ្នាដឹងហើយថាយើងត្រូវថែម0ដើម្បីឲ្យមានចំនួនខ្ទង់នៅផ្នែកទុសភាគស្មើគ្នាចាបន្ទាប់ពីថែមហើយគឺបានផ្នែកទុសភាគស្មើគ្នាគឺយើងចាប់ផ្ដើមដកតែម្ដងចាអញ្ចឹង1ដក0 1 9ដក9 0 5ដក0 8ចា8ដក4នៅសល់4ចា2ដក2នៅសល់0អស់ហើយណា2ដក2ចាអញ្ចឹងចុងក្រោយគឺចំណុចចុចចាអញ្ចឹងបន្ទាប់ពីអ្នកគ្រូធ្វើប្រមាណវិធីនៅកន្លែងនេះរួចហើយគឺយើងត្រូវយកចម្លើយរបស់វាទៅបំពេញនៅជួរដេកខាងលើចាអញ្ចឹងមើលអក្សរខទៅពេលបំពេញចម្លើយណាយើងអត់ចាំឲ្យយកលេខ0នេះមកសរសេរឡើងវិញទេព្រោះវាអត់មានន័យទេចាអញ្ចឹងបន្ទាប់ពីបញ្ចប់លំហាត់អនុវត្តអ្នកគ្រូក៏នៅសល់ជាមួយនឹងចាលំហាត់ពង្រឹងចំណេះដឹងនិងកិច្ចការផ្ទះដល់កូនទាំងអស់គ្នាដែរចាចាអញ្ចឹងកូនចូលរួមមើលលំហាត់ពង្រឹងចំណេះដឹងជាមួយអ្នកគ្រូទាំងអស់គ្នាចាលំហាត់ពង្រឹងចំណេះដឹងចូលគូររង្វង់នៅលើចម្លើយដែលត្រឹមត្រូវចឹងអ្នកគ្រូមានល្បះលេខណា737.12ដកជាមួយនឹង57.81អញ្ចឹងនេះរវាងអក្សរកនិងអក្សរខតើមួយណាជាចម្លើយរបស់ល្បះលេខខាងលើចាអញ្ចឹងដើម្បីឲ្យដឹងកូនទាំងអស់គ្នាចាគឺយក737.12ដកជាមួយនឹង52.81ទៅយើងឃើញចម្លើយថាមួយណាជាចម្លើយត្រឹមត្រូវចឹងអ្នកគ្រូធ្វើនៅកន្លែងនេះយើងទាំងអស់គ្នាធ្វើនៅផ្ទះរៀងៗខ្លួនចាចាអញ្ចឹងគឺយើងរៀនលេខបែបនេះណាព្រោះយើងទើបរៀនហើយមិញទេចាបន្តមកនេះផ្នែកទុសភាពរបស់វាស្មើគ្នាអស់ហើយអញ្ចឹងយើងដកយកតែម្ដងចា2ដក1នៅសល់1ចា1ដក8អត់បានទេគឺយើងត្រូវខ្ចីពីលេខ7ចានៅសល់6ឡើងជា11ចា11ដក8នៅសល់3អានេះ6ដក7អត់បានទេត្រូវខ្ចីពីលេខ3ចានៅសល់2ឡើងជា16ចឹង16ដក7នៅសល់9ចាតមកទៀត2ដកលេខ5អត់បានទេស្អីវាទូជាងចឹងយើងខ្ចីពីលេខ7ចឹងនេះសល់6ដល់ជា10 12ចឹង12ដក5គឺនៅសល់7ចឹងក្រោយគឺលេខ6អត់មានដកទេយើងទម្លាក់ចុះហើយយើងទៅដាក់ចំណុចចុចនៅចម្លើយចាកូនឃើញចម្លើយនៅគ្រូអត់ចាមកគាត់จะឃើញដូចហើយព្រោះយើងដកទៅចានេះប្រមាណវិធីដកទៅគឺចម្លើយដូចគ្នាចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយអក្សរខចាអញ្ចឹងចុងក្រោយណាគឺកិច្ចការផ្ទះនៃគ្រូអត់ភ្លេចទេកិច្ចការផ្ទះដល់កូនទាំងអស់គ្នាណាចុចកិច្ចការផ្ទះរបស់យើងគឺគណនាផលដកចាគណនាផលដកជាអ្នកគ្រូមានចំនួន4ចាក45.24ដកជាមួយនឹង8.42ចាអក្សរខ96.93ដកជាមួយនឹង74.05អក្សរក84.56ដក50.97និងអក្សរខ82.24ដកនឹង56.75ចាអញ្ចឹងលំហាត់កិច្ចការផ្ទះនេះគឺអ្នកគ្រូបានរៀនជាប្រមាណវិធីដល់កូនទាំងអស់គ្នារួចហើយអញ្ចឹងអត់មានអីពិបាកទេគ្រាន់តែកូន
mơ tha bà dân chia cả lại ná khoa này tôi biết cô tham sâu tới cứ đọc bàn thầm đà trả lời ca bằng riêng được bọn này lúc có bàn mà đo thì mình chọc hớiแต่này lúc có mình play tên á nơi bạn đọc nhá môi chùm nuồn chà trắng ở xa tại dương nơi miền bành hà cô bị đợt lái chân về cồn tặng ở khía tên là bằng nát tới ở để xa là máy chà miền chìa cà bẹ mát tất cả có rồi có che liệt đáy hơi tơ liên lại ở bàn những nhóm này chà chân xôm hoặc con xôm chùm được liền